សួស្តីបងប្អូនអរគ្នាយើងសូមស្វាគមន៍មកកាន់ការវិភាគអង្គឆេងមាសនៅថ្ងៃទី22ខែ6បាទថ្ងៃច័ន្ទដើមទ្របាទនៅវេលាម៉ោង10:44នាទីជួយយើងឃើញថាទីផ្សារនៅក្នុងព្រឹកមិញគឺមាសតាមក្បាលចុះក្រោមបាទអញ្ចឹងគឺឃើញតែមានការចុះក្រោមច្រើនដែរបាទនៅក្នុងព្រឹកមិញណាអញ្ចឹងមាសនៅក្នុងព្រឹកមិញហ្នឹងយើងបានឃើញតម្លៃខ្ពស់បដោះសន្ននៅក្នុងតម្លៃ$4220បាទអញ្ចឹងយើងឃើញការពីសប្តាហ៍មុនយើងឃើញថាតម្លៃខ្ពស់នៅនឹងគឺ4131កាលពីថ្ងៃសុក្របាទបងប្អូនហើយថ្ងៃភ័ស្តុ4000$382អញ្ចឹងយើងមានន័យថាបងប្អូនអញ្ចឹងក្នុងរយៈពេល3ថ្ងៃជួបគ្នាឬមួយសប្តាហ៍ជួបគ្នាហ្នឹងគឺមាសនៅតែបន្តចុះបន្ថែមទៀតណាហើយនៅក្នុងព្រឹកនេះដូចគ្នាក៏មាសបានទម្លាក់តម្លៃនៅចុងក្រោយគេបំផុតបាទតម្លៃទាបបំផុតគឺ$4136នៅក្នុងមួយអនបាទនៅក្នុងព្រឹកមិញណាអញ្ចឹងយើងឃើញថាមាសនៅតែមានការបន្តការចុះបាទអញ្ចឹងការបន្តការចុះគឺតាក់ទងនឹងយើងមើលពី technical សិនបាទអញ្ចឹងក្នុង technical ហ្នឹងគឺក្នុងរយៈហ្នឹងគឺបងប្អូនអត់ទាន់ធ្វើការបាយឡើងទៅវិញបានទេបាទព្រោះសារមាសនៅតែរងសម្ពាធធ្លាក់ចុះតាំងពីថ្ងៃសុក្របំលេះអញ្ចឹងមាសគឺចាប់ដើមធ្លាក់តាំងពីថ្ងៃពហុថ្ងៃសុក្ររហូតដល់ឡើងគឺចាប់ដើមនៅមានការធ្លាក់ចុះបន្ថែមទៀតអញ្ចឹងគឺនៅចំណុចនេះគឺចុះពីថ្ងៃពហុមកដល់កន្លែងនេះគឺចាប់ដើមថ្ងៃសុក្រគឺចុះទៅទៀតបាទចុះហើយពេលថ្ងៃMonday គឺឡើងមានការចុះដែរព្រឹកមិញហើយមានការឡើងទៅវិញប៉ុន្តែវានៅតែស្ថិតក្នុង range មួយ down trend ណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនគូទៅលើគេហៅថាtrend line បាទយើងគូ trend line ឃើញមាសនៅតែបន្តចុះឡើយទេបាទអញ្ចឹងយើងសួរថាតើមាសបន្តចុះដល់ណាអញ្ចឹងណាបន្តចុះដល់ណាហ្នឹងយើងនឹងរកបងប្អូនគ្នាតើមាសបន្តចុះដល់ណាអញ្ចឹងយើងឃើញថានៅក្នុងរយៈពេលប្រហែលសប្តាហ៍ហ្នឹងគឺយើងយកពីចំណុចនេះកាលថ្ងៃទី29បាទកាលថ្ងៃទី29មេបាទថ្ងៃទី29ខែ5ហ្នឹងគឺមានការតម្លៃវាគឺនៅលើណាបងប្អូនគឺនៅលើ4595រហូតមកដល់ក្នុងពាក់កណ្ដាលខែយើងនិយាយថាជូនចុះថ្ងៃទី10ជូនថ្ងៃទី9ជូនគឺយើងឃើញថាមាសនៅតែតម្លៃលើនេះនៅដែរអញ្ចឹងមានន័យថាបងប្អូនឃើញចាប់ពីនេះមករហូតហ្នឹងគឺមានន័យថាតម្លៃមាសគឺវានៅតែស្ថិតនៅក្នុងលំហ down trend ទេវាអត់ទាន់ឡើងទេណាហើយមកដល់តម្លៃហ្នឹងទៀតយើងឃើញថាកាលថ្ងៃពហុខែ6ឃើញវាឡើងបន្តិចដែរតែការឡើងរបស់វាបងប្អូនឃើញឡើងបែបលក្ខណៈថាអត់មាន strong បាទអញ្ចឹងបងប្អូនអាចមើលបានអញ្ចឹងវាអត់ strong បាទអញ្ចឹងសួរថាមាសនឹងបន្តចុះដល់ណាទៀតណាអញ្ចឹងកាលពីសប្តាហ៍មុនខ្ញុំបានប្រៀបថាមាសចុះដល់4400បាទអញ្ចឹងគឺជាក់ស្ដែងគឺវាចុះមកដល់4420ចឹងយើងសួរថាមាសនៅក្នុងសប្តាហ៍ហ្នឹងតើវាបន្តចុះទៀតអត់ណាក្នុងសប្តាហ៍នៅក្នុងថ្ងៃហ្នឹងឬថ្ងៃស្អែកអញ្ចឹងជាជាក់ស្ដែងបាទនៅក្នុងថ្ងៃហ្នឹងឬថ្ងៃស្អែកគឺមាសនឹងបន្តចុះទៀតហើយយើងមើលថាតើវានឹងចុះដល់ណាបាទអញ្ចឹងបងប្អូនអាចប្រើ Fibonacci expansion មកបាទបងប្អូនគូពី high មក low ហើយបងប្អូនអូសអាហ្នឹងទៅវិញបាទអញ្ចឹងយើងឃើញថាមាសនៅក្នុងបច្ចុប្បន្នភាពវាបានមក retracement នៅក្នុងតម្លៃតម្លៃ161%បាទអញ្ចឹងតម្លៃដំបូងដែលវាមក retestment អញ្ចឹងសួរថាតម្លៃឡើងនេះបងប្អូនអាច sale បានបាទចាំតិចទៀតយើងរកតម្លៃ sale ឥឡូវយើងរកកោដៅវាសិនបាទអញ្ចឹងតម្លៃវានឹងទៅបន្តទៀតទៅរក4261អូខេ261%បាទនៅក្នុង Fibonacci អញ្ចឹងតម្លៃដែលវានឹងចុះបាទតម្លៃនឹងវាចុះនៅបន្តទៀតគឺចន្លោះ3960ឬ3980បាទនៅចន្លោះមួយហ្នឹងបាទនៅ zone ហ្នឹងបាទនៅ zone មួយហ្នឹងអញ្ចឹងយើងសួរថាគោលដៅវាគឺវាទៅនេះអញ្ចឹងវាមានមូលហេតុបាទមូលហេតុទី1គឺ Fed នៅតែរក្សាអត្រាការប្រាក់នៅដដែលហើយនឹងទៅឡើងវិញបាទគឺព័ត៌មានចេញមកគឺទៅឡើងហើយតាក់ទងនឹងធនាគារចិនគឺធនាគារចិនអត់ទាន់មានគោលនយោបាយណាមួយដែលទិញមាសបន្ថែមទៀតទេគឺមានតែការលក់ចេញអញ្ចឹងយើងឃើញថាមានការលក់ចេញមាសពីធនាគារចិនហើយធ្វើឲ្យមាសហ្នឹងជាលទ្ធផលជាគេហៅថាជា asset មួយឬជាផលិតផលមួយដែលគេកំពុងតែមានការលក់ចេញបាទដោយសារមានការសន្ទុះពីប្រាក់ដុល្លារឡើងថ្លៃហើយយេនក៏ឡើងថ្លៃដូចគ្នាអញ្ចឹងធ្វើឲ្យមាសមានការរងសម្ពាធនៃការធ្លាក់ចុះហើយមួយទៀតតកតងនឹងការចម្រុងជម្រះគ្នាតកតងនឹងសមុទ្រហោម៉ូសបាទអត់ទាន់មានការប្រកាសថាបើកដែរប៉ុន្តែគាត់ថាអត់ទាន់មានការបើក 100% ទេបាទអញ្ចឹងគោលដៅរបស់មាសនៅដល់ក្នុងប្រហែលថ្ងៃនេះអាចនឹងចុះដល់$3960នៅក្នុងមួយអនបាទអញ្ចឹងយើងមកមើលតម្លៃទិញលក់វិញបាទតម្លៃទិញលក់តើយើងគួរទៅលក់កន្លែងណាបាទអញ្ចឹងនៅក្នុងឥឡូវនេះគឺយើងត្រូវតែ follow តាម trend បាទ follow តាម trend អញ្ចឹងយើងឃើញមាសឡើងម្ដងហ្នឹងហើយគឺអ្វីដែលយើងត្រូវធ្វើគឺយើងដឹងថាតម្លៃវាដល់នេះ
4000 mà nó 4 mấy cứ 4000 3,300 cao nhưng vô trâm 4000 cho bạn sônមួយនឹងបាទដែលអ្វីដែលវាកំពុងតែទៅដល់បាទអញ្ចឹងបងប្អូនអាចនៅក្នុងការដើម្បីឲ្យតម្លៃនឹងបានបងប្អូនអាចយក Facebook retracement ទៅអញ្ចឹងបងប្អូនគូពីលើមកក្រោមពី high ពីសប្តាហ៍មុនបងប្អូនអញ្ចឹងបងប្អូនយកមកដាក់កន្លែងហ្នឹងទៅបាទអញ្ចឹងយើងឃើញថាតម្លៃហ្នឹងគឺជាតម្លៃលក់ល្អបាទនៅកន្លែងនេះបាទអញ្ចឹងតម្លៃហ្នឹងគឺជាការ retestment នៅក្នុងថ្ងៃច័ន្ទហ្នឹងគឺជាការលក់អញ្ចឹងបងប្អូនឃើញអត់កន្លែងហ្នឹងគឺសិតតែជាការ retestment ទេអញ្ចឹងមានន័យថានេះគឺវានៅក្នុងតម្រងមួយ down trend អញ្ចឹងនៅបច្ចុប្បន្នភាពបងប្អូនអាច sale នៅតម្លៃ4190ឬ4200បានហើយ TP បងប្អូនដាក់នៅបើខ្លីៗបងប្អូនអាចដាក់នៅ 50% បាទអញ្ចឹង 50% នៅ 4000 បាន154ហើយមួយទៀត 38% 4115អញ្ចឹងកន្លែងនេះគឺជា TP បងប្អូនបាទអញ្ចឹងដល់ចុងក្រោយ 4061 ដល់នៅពេលដែលវា break កន្លែងហ្នឹងបានហើយ TP បន្តទៀតបើសិនជាបងប្អូនចង់យក long term គឺកន្លែងហ្នឹងហើយដែលយើងវាស់មកមុនហ្នឹងបាទអញ្ចឹងមាសគឺវាចាប់ដើមធ្លាក់ទៅអញ្ចឹងបាទនេះគឺជាតម្លៃចុងក្រោយ 0% ដែលវានឹងទៅប៉ះនៅ4300កាវឬ4900កាវឬ4900ជួននឹងឯងអញ្ចឹងយើងអាច follow sale បានបងប្អូនបាទអញ្ចឹងគឺអ្វីដែលយើងត្រូវការ sale បើយើង sale យើងដាក់ SL នៅលើនឹងបាទឥឡូវដើម្បី sale ឥឡូវក៏បានដែរអញ្ចឹង SL នៅលើនឹងគឺជា zone SL យើងដាក់នៅលើអីគេនៅលើ high បាទអញ្ចឹងនេះគឺជា zone SL បាទណា zone SL បាទចានេះគឺ TP នេះគឺជា TP បាទយើងត្រូវដាក់ TP បាទហើយនេះ sale បាទ sell now ណា sell now បាទអូខេអញ្ចឹងទាក់ទងនឹងការវិភាគរបស់ខ្ញុំថ្ងៃហ្នឹងគឺអត់មានអីទេបងប្អូនគឺ follow sale បាទក្នុងថ្ងៃហ្នឹងឬថ្ងៃស្អែកបាទយើងចាំមើលទៀតតើមានព័ត៌មានអីបន្តទៀតបាទអញ្ចឹងអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយបាទ